ទទួលភារកិច្ចជាធម្មកថាកាចារ្យសម្ដែងធម៌ទេសនាក្នុងកម្មវិធីបុណ្យទានព្រះវស្សានិងសម្ពុទ្ធសាដកនៅក្នុងឱកាសនេះក្នុងការសម្ដែងធម៌នៅក្នុងបុណ្យទានព្រះវស្សានិងសម្ពុទ្ធសាដកនេះខ្ញុំកណាអាត្មាភាពមិនបានលើកយកគោលធ្វើអ្វីគំលាតឃ្លាតឆ្ងាយអំពីកម្មវិធីបុណ្យទេគឺសូមលើកយកបុណ្យទានព្រះវស្សានេះមួយនិងសម្ពុទ្ធសាដកនឹងមួយមកសម្ដែងដើម្បីបញ្ជាក់ចែកជូនដល់ញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់ព្រោះអតីតកាលដែលកន្លងមកហើយញោមញាតិពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាអាចធ្វើទានព្រះវស្សាក្តីសម្ពុទ្ធសាដកក្តីធ្វើក៏ចេះតែធ្វើទៅតាមគ្នាទេគេថាធ្វើទានវស្សាក៏ធ្វើទៅសម្ពុទ្ធសាដកក៏ធ្វើទៅតែនឹងបានដឹងថាតើទានព្រះវស្សានឹងកើតមកពីត្រឹមណាកំណើតរបស់ទានព្រះវស្សាអត់ដឹងទេហើយសម្ពុទ្ធសាដកនេះកើតឡើងពីត្រឹមណាអត់ដឹងទេបងតើនឹងឯងដែលបញ្ហាខ្លាំងសម្រាប់ពុទ្ធបរិស័ទអ្នកកាន់ពុទ្ធសាសនានោះក្នុងពុទ្ធសាសនានឹងព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាបើញោមញាតិប្រារព្ធធ្វើកម្មវិធីអ្វីមួយដូចជាធ្វើទានក្តីធ្វើសិលក្តីធ្វើភាវនាក្តីត្រូវសិក្សាបរិយត្តិធម៌បរិយត្តិធម៌ហ្នឹងបច្ចុប្បន្នសប្តាហ៍គេថាទ្រឹស្ដីត្រូវរៀនទ្រឹស្ដីសិនបើថាបរិយត្តិអត់យល់ថាទ្រឹស្ដីបានយល់ព្រោះពាក្យទ្រឹស្ដីគេប្រើក្នុងបច្ចុប្បន្នសម័យនេះដល់រៀនបរិយត្តិទ្រឹស្ដីនឹងចេះហើយបានយកមកបដិបត្តិស្មើនឹងអនុវត្តរៀនទ្រឹស្ដីបានយកមកអនុវត្តក៏មិនខុសគ្នាអំពីកិច្ចការសប្តាហ៍ថ្ងៃនៅក្នុងសង្គមមនុស្សទេញោមញាតិណាដែលស្រឡាញ់ពេញចិត្តនឹងចំណេះជំនាញការងារអ្វីត្រូវទៅរៀនទ្រឹស្ដីសិនបានយកមកអនុវត្តនេះសូមឲ្យញោមញាតិជ្រាបយ៉ាងណាមិញពុទ្ធសាសនានឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាត្រូវតែរៀនបរិយត្តិធម៌ទ្រឹស្ដីមុនសិនពុទ្ធិកាដែលព្រះពុទ្ធលោកសម្ដែងហ្នឹងមិនត្រឹមត្រូវតែក្នុងពុទ្ធសាសនាសំបីកិច្ចការងារទាំងអស់នៅលើសកលលោកពោជាតិណាក៏អញ្ចឹងគេធ្វើអីគេត្រូវទៅរៀនសិននៅសហរដ្ឋអាមេរិកណាវិជ្ជាយ៉ាងទាបបំផុតគឺវិជ្ជាជាងកាត់សក់ត្រូវទៅរៀននៅសាលាគេសិននេះអាត្មាជំរាបទៅរៀនហើយចេះបែបការកាត់សក់នោះបែបយ៉ាងម៉េចឲ្យគ្រប់បែបទាំងអស់តម្រូវការទៅលើមនុស្សដែលគេពេញចិត្តបើយើងចេះអស់ហើយសាលាគេចេញសញ្ញាបត្រឲ្យទើបយើងមានសិទ្ធិទៅសុំរដ្ឋគេបើកជាកន្លែងកាត់សក់បានបើអត់មានសញ្ញាបត្រទេទៅសុំគេក៏អត់ឲ្យទេនេះអាត្មាជំរាបសំបីតែត្រឹមតែវិជ្ជាកាត់សក់ឬវិជ្ជាអីទៀតក៏ដោយគេត្រូវទៅរៀនសិនតាំងពីធ្វើកង់ធ្វើម៉ូតូធ្វើឡានធ្វើយន្តហោះសតគេទៅរៀនសិនបានគេមានសញ្ញាបត្រឲ្យយើងធ្វើទៅតែមានបញ្ញាបត្របញ្ជាក់ថាយើងបានរៀនចេះដឹងហើយញោមញាតិគិតមើលព្រះសម្មាសម្ពុទ្ធលោកសម្ដែងមកជាង 2000 ឆ្នាំហើយទៅត្រូវរៀនបរិយត្តិធម៌ហ្នឹងពុទ្ធិការបស់ព្រះពុទ្ធអត់សាបសូន្យទេមនុស្សនៅលើសកលលោកធ្វើអីគេទៅរៀនទ្រឹស្ដីមុនដែរតាមពុទ្ធិការបស់ព្រះពុទ្ធតែសម្រាប់យើងពុទ្ធសាសនានេះអត់ទេធ្វើអីក៏ចេះតែធ្វើទៅធ្វើអីក៏ចេះតែធ្វើទៅអានឹងជាវិបត្តិមួយសម្រាប់ញោមញាតិណាការប្រព្រឹត្តទៅប្រទេសផ្ដាស់ខុសផ្លូវ
បានអាត្មាទេសនាហើយតែងថាធ្វើបុណ្យអីតែលើកយកកម្មវិធីបុណ្យនោះមកសម្ដែងបញ្ជាក់រៀបរាប់ប្រាប់ព្រោះដោយក្នុងឱកាសថ្ងៃនេះសម្ដែងពីទានព្រះវស្សានិងសម្ពុទ្ធសាដកទានព្រះវស្សានេះយោមញាតិពុទ្ធបរិស័ទកើតតាំងពីពុទ្ធសម័យពុទ្ធកាលដែលព្រះសម្មាសម្ពុទ្ធលោកគង់ធរមាននៅឡើយសម័យនោះចិត្តរដូវចាំភាសាហើយស្ដេចក្តីសេដ្ឋីក្តីកហបតីក្តីអ្នកមានសទ្ធាជ្រះថ្លាក្នុងពុទ្ធសាសនានឹងគេតែងនាំយកប្រេងមកវេប្រគេនអត់មានទានទេនេះអាត្មាជំរាបចឹងម្ល៉េះហើយព្រះភិក្ខុសង្ឃដែលលោកនៅតាមបណ្ដាវត្តអារាមនេះតែចិត្តដល់ចូលភាសាលោកទៅរកកឡរកខួយអាកឡធ្វើពីដីសម័យនោះមិនមែនអាកឡកញ្ចក់ធ្វើដបកញ្ចក់អញ្ចឹងមិនមានចេះទេព្រោះគេធ្វើពីដីដុតហ្នឹងទៅរមកត្រៀមទុករងចាំអង្គណាដែលទៅរកកឡរកខួយមិនបានទេទៅរកំពង់លស័យដើមលស័យស្រកទៅកាត់យកមកទុកត្រៀមសម្រាប់អ្នកដែលមានសទ្ធាជ្រះថ្លាគេវេប្រេងប្រគេនដល់ព្រះសង្ឃរួចឲ្យព្រះសង្ឃលោកចែកចំណែកប្រេងឯងគ្រប់គ្នាយកទៅអុជបំភ្លឺនៅពេលរាត្រីសម័យនឹងក្រណាបងក្រលំបាកមែនទេសំបីតអ្នកដែលមានសទ្ធាជ្រះថ្លាចង់បួសក្នុងពុទ្ធសាសនានេះចង់បួសហើយរកស្បង់ចីវរទៅបួសអត់បានទេនេះនៅក្នុងព្រះវិន័យរឿងសម័យនោះដល់ចង់មែនទេទៅជួបភិក្ខុណាសួរលោកមានស្បង់ចីវរអសល់ទៅសុំខ្ចីលោកសិនដល់សុំខ្ចីស្បង់ចីវរមកបួសសិនទៅរឹមបួសរួចទៅរកស្បង់ចីវរយកមកសងគេវិញខ្ចីគេមកបួសសិនដល់បួសរួចហើយរកចីវររកស្បង់សងគេម្ចាស់ដើមដែលខ្ចីគេអត់បានទេម្ចាស់ដើមគេត្រូវការប្រើគេមកទាដល់ទាទៅរមកឆ្លោះប្រកែកគ្នាបងដោយសារតែខ្ចីស្បង់ចីវរគេមកបួសជំពាក់ហ្នឹងកើតចំនួនឆ្លោះប្រកែកគ្នារឿងហ្នឹងមិនស្ងាត់ក៏ជ្រាបដល់ព្រះស្រោតទឹកនៃព្រះសម្មាសម្ពុទ្ធលោកប្រជុំពួកភិក្ខុទាំងអស់ហើយលោកបញ្ញត្តិថាបុគ្គលណាដែលមានសទ្ធាជ្រះថ្លាចង់បួសក្នុងពុទ្ធសាសនានេះតើតែមានត្រៃចីវរខ្លួនឯងទៅខ្ចីគេអត់បានទេតើមានខ្លួនឯងត្រូវមានស្បង់ចីវរសង្កដីបាតគ្រប់បរិខាបានបួសបានបើទៅខ្ចីគេមកបួសអត់បាននៃវិន័យហាមដាច់ខាតបងតែបើម្ចាស់គេមានចាស់គេឲ្យមកបានតែពាក្យថាខ្ចីអត់បានទេខ្ញុំនិយាយគេមើលក្រហើយសម័យនេះចឹងឯងក្រអ្វីដែលអុជបំភ្លឺនៅពេលរាត្រីហ្នឹងគឺប្រេងហ្នឹងគេវេមកពឹកបានចំណែកមកអុជបំភ្លឺពេលរាត្រីនៅរដូវចាំព្រះវស្សានេះសម័យពុទ្ធពលដល់កន្លងមកសម័យដូនតាខ្មែរយើងនឹងអាត្មាក៏ទើនដែរដូនតាក៏ធ្វើទានភាសាមកដាក់វត្តបូនេះអាត្មានៅក្មេងៗនេះជាឧទាហរណ៍បណ្ដាវត្តដទៃទៀតក៏មិនខុសគ្នាទេដូចគ្នាយ៉ាងឯងអ្នកណាដែលជ្រះថ្លាធ្វើទានភាសាប្រគេនព្រះសង្ឃគេធ្វើខ្លួនគេទៅរកកមួនខ្មុំមកឲ្យគ្រប់សម័យមុនអត់មានកមួនចិនទេមានតែកមួនខ្មុំសត្វធម្មជាតិទៅរកកមួនខ្មុំបានគេធ្វើជាពុំទៀនណាគេយកកមួនទៅស្លទៅក៏មានថ្ងៃគេថាសិតទៀនភាសាគេអំពាវនាវបងប្អូនញោមញាតិក្នុងស្រុកភូមិផងរបងជាមួយថាឲ្យគេសិតទៀនភាសាថ្ងៃនេះថ្ងៃនោះអីទៅដល់អញ្ចឹងទៅញោមញាតិមានសទ្ធាជ្រះថ្លាក៏មកចូលរួមគេស្ងោកមួននៅក្នុងឆ្នាំងក្នុងខ្ទះអីទៅអ្នកដែលសទ្ធាជ្រះថ្លាមក
ក៏ដួសកមួននោះចាក់ទៅក្នុងពុំទៀនដែលគេធ្វើនៅគ្រប់គេហៅថាសត្វទៀនភាសាហ្នឹងនេះអត់មានច្រើនទេវត្តខ្លះមានតែមួយគូវត្តខ្លះមាន2គូឯប៉ុណ្ណឹងឯងបងអត់មានចិនណាធ្វើលក់ទេធ្វើខ្លួនឯងហើយពេតមែនតែធ្វើទៀនភាសាមែនក៏គេវេប្រេងដែរមានប្រេងគេវេប្រេងដូងប្រេងសណ្ដែកអីគេវេជាមួយនឹងទៀនហ្នឹងមាននៅជាប្រេងដែលពុទ្ធសម័យដែលពុទ្ធសម័យអត់ទៀនទេមានតែប្រេងដល់សម័យបុរាណដូនតាយើងមានទៀនហើយមានប្រេងពីព្រោះទៀនមកគូហ្នឹងអុចវាមិនបានទេ3ខែហ្នឹងអុចបូជានៅក្នុងព្រះវិហារហ្នឹងម្ល៉េះហើយគេទៅខៃខាងលើនោះឲ្យមានកលុកបន្តិចទៅគេចាក់ប្រេងនោះចាក់ប្រេងដូងទៅក្នុងទៀនហើយបច្ឆេះគេធ្វើប្រវែងមកចង្អាមយកទៅពាក់ញើពីលើហ្នឹងគេអុចដុតទៅគេចាក់អត់មានបច្ឆេះទេដល់ទៀនវាអស់ទៅគេចេះចិត្តកមួនទលាក់គេចេះដួសប្រេងដាក់ទៅតាមតែដល់ចេញភាសាអស់ល្មមភាសាដល់មកចិនក្រោយទៀតនេះមានគេធ្វើទៀនភាសាលក់ឲ្យអត់ប្របាក់សត្វប្របាក់អីទេមានតូចមានធំនេះសប្តាហ៍ថ្ងៃមានអស់ណាស់នេះទេខ្ញុំនិយាយបើនេះធំនោះឬតូចនោះប៉ុណ្ណឹងតាមសទ្ធាចេតនារបស់ញោមញាតយកមកប្រគេនហ្នឹងមានច្រើនណាស់ប៉ុន្តែឆ្នាំនេះបែបមិនសូវមានទេសេដ្ឋកិច្ចធ្លាក់ចុះសូវមានទេប៉ុណ្ណឹងបងដល់សម័យដែលមានគេធ្វើទៀនភាសាលក់នេះសម្បូរណាញោមញាតអីពេលដែលសេដ្ឋកិច្ចមិនធ្លាក់ហ្នឹងនិយាយពីអុចនៅសាលាបុណ្យនេះក៏អុច4 5គូក្នុងវិហារហ្នឹងក៏អុចទៅបងក៏អុចទៅលោកមេវត្តលោកប្រហែសទ្វេមិនយកចិត្តទៅឆេះអីសាលាឆាន់ហ្នឹងអស់ទៅឆេះអីវិហារហ្នឹងអស់ទៅបង7បរិស័ទទៀតតែឆេះសាលាបុណ្យនេះលោកមានបច្ច័យណាធ្វើមិនអំពាវនាវញោមញាតយកមកធ្វើសាលាបុណ្យនេះដោយសារទៀនភាសាហ្នឹងអុចឲ្យប្រហែសទ្វេអត់រសាអ្នកអាត្មាទៅក្នុងបួរគេចាត់ឲ្យយាមទៀនភាសាក្នុងវិហារហ្នឹងមកវេន3អង្គមកយប់មួយថ្ងៃអត់ហ៊ានដើរចោលទេណាញោមញាតនៅសឹងហ្នឹងឯងរក្សាទៀនហ្នឹងព្រះលោកចាស់លោកបញ្ញុយណែលោកអញយាមទៀនប្រយ័ត្នໄວណាកុំឲ្យរលត់តែទៀននេះរលត់លោកសង្ឃដាច់ភាសាអស់មកវត្តហ្នឹងឯងលោកបញ្ញុយថាអញ្ចឹងក៏អីខ្លាចអត់ហ៊ានឲ្យរលត់សង្ឃក៏មានសង្ឃដាក់វិញញ៉ាំមើលថែទៀនហ្នឹងបងតាមពិតទៅលោកបញ្ញុយយើងសោះបងដល់យើងបួរៀនចេះដឹងថាមានទៅដាច់ភាសាអីក្នុងទៀនរលត់ហ្នឹងបងការចាំភាសាគឺគេអធិដ្ឋានបល័យសន្មតគេនឹងរក្សាអរុណនៃរាត្រីនៅក្នុងវត្តនេះអស់90ថ្ងៃណាហ្នឹងបើយើងចេញទៅក្រៅវត្តកណ្ដាលភាសាទៅមានបញ្ហាមានហេតុការណ៍ដែលញោមញាតមុនទៅទទួលផើតឬទៅសម្ដែងធ្វើទេសនាអីត្រឡប់មកវិញវាមិនទាន់គេទៅដោយសត្តហករណីទៅបាន7ថ្ងៃมันមិនតឹងពេកទៅបានទេបងតែបើខ្លួនឯងតែចង់ដើរទៅលេងសមុទ្រកំពង់សោមណាអត់បានទេណាតែកណ្ដាលភាសាតែចង់ទៅលេងកំសាន្តកំពង់សោមកោះកុកណាអត់ទៅបានទេអានឹងតែលមានករណីយកិច្ចញោមមនិមន្តទៅទទួលផ្ទាត់ស្រុកឆ្ងាយមកវិញអត់ទាន់ឬទៅសម្ដែងធ្វើទេសនាឬព្រះសង្ឃក្នុងវត្តនឹងមានកិច្ចការដែលប្រើឲ្យទៅរកអីយកមកសាងសង់សំណង់ក្នុងវត្តហ្នឹងឬព្រះរាជាមានព្រះបន្ទូលឲ្យទៅជួបនិមន្តទៅជួបអាចទៅបានឬមានជំងឺរោគាខ្លួនឯងទៅដោយសត្តហករណីអានេះអាត្មាជំរាបញោមអញ្ចឹងណាបងមិនថាចូលភាសាឲ្យទៅបានទេអានឹងប្រាប់ឲ្យដឹងទៀតបងតែទៅចូលភាសាក៏ទៅបានបើទៅក្នុង7ថ្ងៃតែលើសពីហ្នឹងដាច់ភាសាហើយ
ទៅគេសូត្របល័យសន្មតដល់ទៅនេះ7ថ្ងៃបើកិច្ចការនោះមិនទាន់ចប់ទេត្រូវត្រឡប់មកវិញមកលើកសត្វហៈម្ដងទៀតទៅតទៀតបានទៅធ្វើកិច្ចការងារនោះហើយហើយសំជំរាបពីការចាំភាសានោះនៅតែទៅបានបើញោមញាតត្រូវការប៉ុន្តែនឹកឃើញចង់ខ្លួនឯងទៅកំសាន្តឯនោះអត់ទៅបានអានេះញោមញាតត្រូវដឹងណាចូលភាសាឲ្យប្រសងលោកទៅបានបើញោមញាតត្រូវការថាមន់ទៅសំដែងធ្វើទេសនាទៅទទួលផាត់ឲ្យស្រុកវាឆ្ងាយត្រឡប់មកវិញមិនទាន់ហ្នឹងលោកទៅបានបើទៅដោយសន្មតថ្ងៃកៅទៅដោយសត្តហករណីទៅ7ថ្ងៃមកវិញបានវាមិនមែនដាច់ភាសាក្នុងទៀនរលត់ទេអត់ទេបងវាដល់មកបច្ចុប្បន្ននេះទៀតនេះខ្ញុំនិយាយគិតមើលបាទនោះគេធ្វើទៀនភាសានឹងខ្ញុំនិយាយរូបរាងជាទៀនប៉ុន្តែគេអត់មានប្រើកមួនបើចឹងគេដាក់ភ្លើងអគ្គិសនីបំភ្លឺនោះមានច្រើនមានធំជាងនេះក៏មានអីក៏មានបងសួរថាតើពីសម័យពុទ្ធគេប្រគេនប្រេងដល់មកសម័យយើងនេះធ្វើទៀនប្រគេនប្រេងផងដល់មកសម័យនឹងទៀតដល់គេប្រើភ្លើងអគ្គិសនីតែគេប្រើភ្លើងអគ្គិសនីគិតថាជាទៀនភាសាបានដែរថាបានពីព្រោះញោមត្រូវរកខ្លឹមសារនៃការវេប្រេងធ្វើទៀនហើយណាអគ្គិសនីបើសម័យពុទ្ធមានអគ្គិសនីណាអត់ទេแล้วก็គ្មានប្រេងកាតប្រេងសាំងដែលមានតែប្រេងដូងប្រេងអុយប្រេងធម្មជាតិធ្វើពីលទ្ធផលធម្មជាតិហ្នឹងដោយសងៃយើងមកគេមានដូងប្រេងគេនៅគេធ្វើចង្ការដូងប្រេងគេយកប្រេងនោះមកអុយបានដែរណាបងថាបានដូចតែគ្នាតែញោមញាតពោះទិសដៅដែលគេអុយថាទីបៈទៀនបំភ្លឺភ្លើងបំភ្លឺអ្វីក៏ដោយឲ្យតែវាមានភ្លើងឆេះឡើងបំភ្លឺឲ្យយើងឃើញនៅពេលរាត្រីបានដូចតែគ្នាបងអានេះអំពីប្រវត្តិទៀនភាសាប៉ុន្តែសម្រាប់បច្ចុប្បន្ននេះញោមញាតយកទៀនដែលគេធ្វើទៅជាវពីអ្នកលក់តាមផ្សារមកយកមកប្រគេនព្រះសង្ឃអូញោមញាតម្ចាស់ទៀនយកមកប្រគេនព្រះសង្ឃទៀមទាអុចថាអុចទៀនហ្នឹងប្រគេនព្រះសង្ឃសប្តាហ៍ថ្ងៃបាក់ភ្នត់ចាញ់ណាយកមកក៏ទៀមទាអុចទៀនដែរអុចទៀនហ្នឹងបងបានអាត្មាចេះតែផ្សាយថាញោមជាម្ចាស់ទៀនហ្នឹងมันអាចអុចបានទេព្រោះទៀននេះញោមយកមកប្រគេនព្រះសង្ឃឲ្យលោកអុចនៅរដូវវស្សាចុះបើញោមញាតអុចទៅឲ្យព្រះសង្ឃលោកបានអីនេះអាត្មាចេះតែប្រាប់ញោមញាតដែលយកទៀនមកប្រគេនអាត្មានៅកុដិលេខ1ទៅរួចអាត្មាសម្លែងពីទៀនហ្នឹងប្រាប់ព្រោះដើម្បីកុំឲ្យញោមញាតហ្នឹងទៀមទាប្រគេនអុចឲ្យប្រគេនហ្នឹងថាអត់បានដែរបងនេះសូមឲ្យញោមញាតស្ដាប់ណាបងច្បាស់លើក៏ញោមញាតយកទៀនទៅប្រគេនវត្តណាទៅដល់ទៀមទាអុចខ្លួនឯងហ្នឹងប្រគេនលោកអត់បានទេតែបើសិនជាធ្វើកិច្ចញោមរកទៀនដតីទៀនតូចដតីអុចយកទៅបិទនៅកំពូលទៀនភាសានោះញោមអុចទៅបានអាហ្នឹងទៀនដតីជាចេះតំណាងព្រោះដោយញោមញាតតែងវីផតាហាវីអីយកទៀនទៅបិទក្នុងចានស្រាក់នឹងអីអញ្ចឹងវាបានតំណាងណាញោមញាតបើថាញោមញាតយកទៅបិទក្នុងទៀនធំកំពូលតទៅទៀនយើងតូចប៉ុណ្ណឹងប៉ុណ្ណឹងបិទទៅវេប្រគេនដល់រួចទៅបេះចេញទៅអត់មានអុចទៀនភាសាទេស្អាតបានទេញោមញាតឥឡូវនេះវាទម្លាប់ពេញផែនដីស្រុកខ្មែរនៅតែយកទៀនទៅប្រគេនព្រះសង្ឃទៀមទាឲ្យយកទៀនទៅប្រគេនព្រះសង្ឃទៀមទាឲ្យបានហើយវាខុសអត់ត្រូវទេញោមញាតចុះទោះបីជាញោមញាតដែលប្ររពកម្មវិធីបុណ្យទៀនភាសា
សាដកនៅវត្តរាជបូរក្តីញោមញាតនៅបណ្ដាខេត្តនានាទូទាំងបរិជាណាចក្រកម្ពុជាក្តីបើញោមបានញាតបានស្ដាប់ធម៌ទេសនាអាត្មានឹងហើយអាត្មាជឿថាអត់ត្រូវទេញោមញាតយកទានទៅប្រសាប្រគេនលោកអុចអត់ត្រូវទេបើយើងទៅប្រគេនឲ្យលោកអុចបំភ្លឺពេលរាត្រីទេចុះបើញោមញាតអុចទៅអូយតែបើយើងមានកិច្ចញោមញាតស្ដាប់ច្បាស់ណាយើងយកទានអតិយទៅបិទពីលើទៅយើងអុចទានហ្នឹងទៅយើងវេប្រគេនដល់រួចទៅបេះទានហ្នឹងចេញទៅបើនិមិត្តរូបចឹងបានញោមញាតឬក៏បើមិនចាំពិបាកយកទានតូចទៅអុចទេក៏បានដែរមានអីបើថាញោមញាតថាទេដូចមិនអស់ចិត្តរកទានអតិទៀតទៅអុចទៅនេះអាត្មាតែងដឹកនាំញោមញាតយ៉ាងដូច្នោះឯងអានេះសូមឲ្យញោមញាតជ្រាបដល់បានហើយហ៎ក៏មកយកទានទៅប្រគេនរួចយកទានទៅប្រគេនលោកវត្តណាទៅទៀមទាអុចទានបើចង់វាអស់ឲ្យក្លឹមសារដែលថាយកទានភាសាទៅប្រគេនព្រះសង្ឃលោកអុចពេលរាត្រីអស់បើយើងអុចទៅហើយហ្នឹងបាទនេះកុំឲ្យច្រឡំណាញោមញាតបើឥឡូវសំដែងពីទានភាសាប៉ុណ្ណឹងចុះសំដែងមកតាំងពីសម័យពុទ្ធនោះគេវេប្រេងដល់មកសម័យយើងដូនតានេះគេវេគេធ្វើទានភាសាហើយគេសិតទានភាសាហើយគេវេប្រេងផងដល់មកសម័យបច្ចុប្បន្នសប្តាហ៍ថ្ងៃនេះគេធ្វើទៀនគេដាក់បច្ឆេះវែងវែងដល់គល់គេអុចទៅបើជួនកាលមានញោមញាតខ្លះក៏មានវេប្រេងដែរប៉ុន្តែវេប្រេងមកសុទ្ធប្រេងអីទេមានវេប្រេងដូងវិញអីទេអាហ្នឹងសូមឲ្យញោមញាតជ្រាបអំពីប្រវត្តិនៃទានចំណាំព្រះវស្សានោះឥឡូវប៉ុណ្ណឹងឲ្យញោមញាតដោយស្ដាប់បានចង់ចំណុចដែលសំខាន់ត្រង់ថាញោមញាតទៀមទាអុចហើយប្រគេនអត់ទេអានឹងបញ្ជាក់ទៅនឹងឲ្យច្បាស់លាស់ផងញោមស្ដាប់បានទេចាស់ចាស់អស់ខ្លាចថ្លង់អាត្មាទីទៅស្ដាប់មិនលឺហ្នឹងបើអញ្ចឹងជាការប្រពៃណាញោមញាតអាត្មាបញ្យល់ឡើយដើម្បីឲ្យអស់សង្ស័យហើយវាសំទៅតាមពុទ្ធសាសនាដែលព្រះពុទ្ធធ្វើឲ្យត្រូវរៀនទ្រឹស្ដីឲ្យយល់សិនហើយបើដឹងថាទានភាសានោះត្រូវណាអុចត្រូវអញអុចឬក៏ប្រសងលោកអុចឲ្យញោមញាតដឹងទាំងអស់ចឹងហើយចប់រឿងទានភាសាហើយឥឡូវនិយាយពីរឿងសាដកពីព្រោះយើងធ្វើបន់នេះមានពីរញោមញាតតែធ្វើទានភាសាសាដកទាំងពីរនោះរាល់តែឆ្នាំយ៉ាងវត្តណាដោយតែវត្តណារឿងសម្ពុតសាដកនៃពុបហេតុដែលឲ្យមានសម្ពុតសាដកហ្នឹងអំពីមហាបាសិកាវិសាខានាងវិសាខានៅតែថាវិសាខាញោមញាតស្គាល់គ្រប់តែគ្នាមិនដែលឃើញរូបក៏ស្គាល់ឈ្មោះដែរព្រោះមហាបាសិកាដែលមានសច្ចរិជ្រថ្លាក្នុងពុទ្ធសាសនាយ៉ាងខ្លាំងតាំងពីអាយុ7ឆ្នាំឈ្មោះឧបាសិកាវិសាខាតាំងពីអាយុ7ឆ្នាំបានសាងវត្តមួយវត្តពពារាមហ្នឹងក៏ឈ្មោះវត្តពពារាមជាវត្តដែលនាងវិសាខាសាងថ្វាយពុទ្ធដូចទៅគង់ចាំភាសាហ្នឹងដែរបងនាងវិសាខាមហាបាសិកាមានសទ្ធាជ្រះថ្លាទៅយាងព្រះសម្មាសម្ពុទ្ធជាបរមគ្រូនិងព្រះសង្ឃមកទទួលភឿនជ្រះថ្លាអង្គាសភឿនថ្វាយព្រះពុទ្ធនិងព្រះភិក្ខុសង្ឃក្នុងបត្រៃបិដកថាអង្គាសគេប្រើពាក្យថាអង្គាសភឿនភាសាយើងសប្តាហ៍ថ្ងៃថាប្រគិនចង្ហាន់ណាមកនេះញោមញាតដោយភាសាក្នុងបិដកថាមួយរូបពីររូបដល់សប្តាហ៍ថ្ងៃថាមួយអង្គពីរអង្គបាទក្នុងបិដកអត់មានទេមានមួយរូបពីររូប100រូបដល់យើងសប្តាហ៍ថ្ងៃតែថារូបអត់ស្ដាប់ទេអត់ស្ដាប់បានខ្លះថារូបរករឿងយើងទៀតស្ដាប់ឮថាអង្គហ្នឹងណាតែក្នុងបិដកអត់មានគេនិយាយមួយរូបពីររូបទេបងនេះពាក្យវាប្លែកចឹងបើមានសទ្ធាជាថ្លាអង្គាសភឿនថ្វាយចំពោះព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃ
ហើយក៏ទៅអរតនីយាងព្រះសម្មាសម្ពុទ្ធនឹងព្រះសង្ឃថាទៅទទួលផ្ទាត់នៅវេលាថ្ងៃស្អែកនៅឯគេហដ្ឋានហ្នឹងនេះទៅយាងពុទ្ធភិក្ខុសង្ឃព្រះសម្មាសម្ពុទ្ធក៏លោកទ្រង់ទទួលដោយតណ្ហ័យពុទ្ធកាលណាបើលោកទទួលលោកស្ងៀមតែនិមន្តលោកបើលោកសក់ចិត្តលោកនៅស្ងៀមបើលោកអត់ទទួលទេបានលោកឆ្លើយតបស្រាប់បានទេញោមញាតិតែតបថាគាត់មិនអាចទៅបានទេព្រោះមានកិច្ចយាយនៅគេនិមន្តមុនហើយតែបើយើងទៅនិមន្តបើលោកសក់ចិត្តព្រមទៅតណ្ហ័យស្ងៀមយកត្រង់ការស្ងៀមឯដែលបរិស័ទសម្គាល់ថាព្រះអង្គព្រមហើយអានឹងមួយបងណែអិរិយាបថរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងដល់ព្រះអង្គគង់ស្ងៀមហើយនាងវិសាខាដឹងថាព្រះអង្គលោកទទួលហើយព្រឹកស្អែកឡើងក៏ទៅរៀបចំចម្អិនអាហារមកហូបឲ្យជាផ្អិតហ្នឹងដល់ពេលថ្ងៃនៅព្រឹកឯងវាភ្លៀងធំពេញចម្ពោះទ្វីបដូចគេហែកនេះបើភ្លៀងមកទឹកកាត់ស្រកកាត់ភូមិតែភ្លៀងធំណាបងដល់អញ្ចឹងទៅព្រះសង្ឃលោកស្រង់ទៅឃើញភ្លៀងច្រើនពេកលោកស្រង់ទៅព្រះសង្ឃនៅក្នុងវត្តចេតពុនលោកសំអាងថាភ្លៀងធំហើយមានញោមញាតិឯណាមកឬសម័យនោះអត់មានសម្ពត់ងូតទេក្រណាមានស្បង់ជីវរសង្កដីតែប៉ុណ្ណឹងឯងតែមានតែ3យ៉ាងឬម៉េចលោកអត់មានអីស្រង់ទៅដល់ទៅស្រង់ទៅធ្វើម៉េចមានលៀនឯងបងព្រោះលៀនតែស្រង់ទៅទេយើងនិយាយភាសាសាមញ្ញថាស្រាតនិយាយឲ្យចំញ៉ាំទៅណាដល់រៀងភ្លៀងហើយមិនទាន់រៀងអស់ទៅនៅភ្លៀងស្រេចប្រៃនេះវិសាខាហ្នឹងប្រើទាស័យឲ្យទទួលព្រះសម្មាសម្ពុទ្ធថាភឿតសម្រេចហើយគេថាភឿតឆ្អិនហើយគេអត់និយាយថាឆ្អិនតែភឿតសម្រេចហើយបាននេះថាឆ្អិនហើយយើងសប្តាហ៍ថ្ងៃណាទទួលយើងសូមឲ្យព្រះអង្គយាងមកដល់ពួកទាស័យទៅដល់ទៅក្នុងវត្តបាត់លោកយើងលោកម្ចាស់យើងទៅណាអស់ឃើញតែពួកអាចារ្យពេញវត្តពីព្រោះនៅឥណ្ឌាមានអ្នកបួសមកផ្នែកហ្នឹងគឺពួកអចេលកៈគឺអ្នកបួសអាក្រាតកាយគ្មានសម្ពត់ទេញោមញាតិណាទៅឥណ្ឌាអាចទៅប៉ះពួកអចេលខ្លះហើយបងពួកអចេលនេះកោសក់ដូចយើងចឹងដែរបើអាក្រាតខ្លួនទៅទេឬមានពួកព្រាហ្មណ៍មួយទៀតស្រាតដែរបើកោសក់ទៅគេពួកសានុហ្នឹងប្រយ័ត្នច្រឡំគ្នាណាញោមញាតិស្រាតដូចគ្នាបើពួកព្រាហ្មណ៍អត់កោសក់ទេស្រាតហើយពួកអាចារ្យកោសក់ស្រាតដូចគ្នាគេថាអស់កិលេសគ្មានជាប់ចម្ពាក់ក្នុងខោក្នុងអាវស្អាតយ៉ាងបងបើបរិស័ទស្លៀកបិទបាំងរាងកាយយើងតែប៊ូគេអត់ទេបើសក់គេជ្រះថ្លាណាញោមញាតិគេសាងវត្តធំនៅវត្តសក់ថ្មកែវថ្មអីគេថ្វាយពួកអាចារ្យនៅព្រោះគេថាគេជឿព្រះអរហន្តគេលោកគ្មានកិលេសជាប់ចម្ពាក់អីទេសំបីសម្ពត់ខោអាវក៏អត់ជាប់ចម្ពាក់ដែរអានេះគេជឿថាអញ្ចឹងវិសាស្តាធំនោះឈ្មោះមហាវីរៈហ្នឹងកើតមុនព្រះដែលអាយុបងពុទ្ធយើងបន្តិចផងជាសាស្តាមួយដែរបួសខាងជេនខាងសាសនាហ្នឹងប៉ុន្តែមហាវីរៈនិងព្រះសម្មាសម្ពុទ្ធយើងអត់ដែលជួបគ្នាទេនៅស្រុកមួយអត់ដែលជួបតែបើពួកសាសកុនបានជួបគ្នាតែមហាវីរៈនិងព្រះសម្មាសម្ពុទ្ធអត់បានដែលជួបគ្នាទេបងនេះរឿងហ្នឹងតែអញ្ចឹងទៅពួកទេស័យហ្នឹងលោកម្ចាស់យើងទៅណាអស់ឃើញតែពួកអាចារ្យពេញតែវត្តអត់ហ៊ានចូលទេរត់ទៅវិញទៅប្រាប់នាងវិសាខាថានាងម្ចាស់ហើយឥឡូវបាត់អស់ហើយលោកម្ចាស់យើងអត់ឃើញទេសិតតែពួកអាចារ្យពេញតែវត្តបើនាងវិសាខានាងមានបញ្ញាកិនប៉ុណ្ណោះនាងយល់ថាមានអាចារ្យលេណាលោកម្ចាស់យើងនឹងឯង
ឃើញភ្លៀងធំលោកស្រង់ទឹកទេលោកប៉ាន់លោកអត់មានសម្ពុតអីមកផ្លាស់ងូតទឹកភ្លៀងណូក៏លោកអាក្រាតកាយលោកសង្អាងតែភ្លៀងឲ្យមានញោមញាតឯណាទៅលោកប្រហែលឆ្វេងដែរភ្លៀងរៀងនៅស្រេកនោះមិនទាន់ចូលកនទៀតហ្នឹងបងនេះរឿងហ្នឹងអញ្ចឹងបងដល់ហ្នឹងក៏ទៅម្ដងទៀតប្រើទាស័យទៅម្ដងទៀតទៅដល់ក៏ពូភិក្ខុសង្ឃលោកចូលកត់អស់ហើយបើរៀងភ្លៀងហើយហ្នឹងគាត់ទាស័យទទួលព្រះសម្មាសម្ពុទ្ធបបិទ្ធប្រដមានពភាឥឡូវភឿតសម្រេចហើយសូមព្រះអង្គយាងសូមទាំងព្រះសង្ឃទៅលោកយាងទៅឯផ្ទះនាងវិសាខាហ្នឹងដល់ទៅដល់ក៏ត្រង់ឡើងទៅលើគេហដ្ឋានទៅគង់លើកំរាលដែលគេក្រាលស្រេចហើយសម្រាប់ឲ្យលោកគង់តាមលំដាប់ហ្នឹងហើយនាងវិសាខានិងមនុស្សម្នាអ្នកក្នុងផ្ទះនោះក៏លើកផ្លាត់នឹងមកអង្គាមកប្រគេនពីសម័យពុទ្ធគេប្រគេនផ្លាត់ព្រាមមិនដូចយើងសប្តាហ៍ថ្ងៃយើងថ្ងៃរៀបចំអូបបោហៀពេញតុពេញស្ពោកពេញថាឆាន់មិនអស់សម័យពុទ្ធអត់ទេញញាតមានកូនថាសគេតូចតូចជាបាទដាក់មកហូបទៅលោកឆាន់កូនចានគេអ្នកដើរព្រៀងម្ចាស់ទៀតនាងវិសាខាទេស្អីគេដើរព្រៀងហ្នឹងគេដើរមើលឃើញតែអង្គណាឆាន់មកហូបណាអស់គេដួសដាក់ថែមទៅព្រោះអត់មានសល់ទេឃើញថាស្រកអស់ហើយគេថែមទៅអុយបើសិនលោកឆាន់ល្មមហើយតែដួសថែមលោកលើកពហរាអត់និយាយទេក៏លើករៀនដឹងអត់មាននិយាយថាអាត្មាគ្រប់ហើយអត់និយាយទេសន្យាហ្នឹងសន្មតនៅពហរាថាគ្រប់ហើយឈប់អត់មានសល់អីទេខ្ញុំគេធ្វើស្អាតអញ្ចឹងតែយើងសងៃនេះបបោហោហ៊ីបងតែកាលណាឆាន់អស់គឺអស់ពេលមកហូបដែលគេបរិភោគនៅឆ្នាំងនៅក្រោយសល់នោះទេអត់មានយកមកហូបតែប្រសងឆាន់សល់យកទៅទេដល់ព្រះសម្មាសម្ពុទ្ធលោកធ្វើផត្តកិច្ចព្រមទាំងប្រសងនឹងឆាន់ឆ្អែតស្កប់ស្កល់ហើយក៏នាងវិសាខានឹងក៏ធ្វើសំណូមពរព្រះនាងគិតហើយតែចាំឲ្យព្រះអង្គមកនឹងធ្វើសំណូមពរសុំព្រះអង្គសំណូមពរនឹង8យ៉ាងដែលសុំហ្នឹងបងចំពោះព្រះសម្មាសម្ពុទ្ធតែសុំឲ្យព្រះអង្គប្រទានពរដែលនាងសុំនោះពរថារបស់ដែលប្រសើរណាពរបល័យថាវិរៈប្រែជាខ្មែរថាប្រសើរថានាងសុំអីដែលប្រសើរដែលមានប្រយោជន៍ល្អហ្នឹងសម្រាប់ដល់ព្រះភិក្ខុសង្ឃក្នុងពុទ្ធសាសនាគេហៅពោតាមបានទេយោញាតដែលអាត្មាទេសនាឲ្យតែងជូនពោញោមរបស់អីដែលប្រសើរនោះថាសុំឲ្យញោមញាតអ្នកស្ដាប់មានបញ្ញាស្ដាប់បានហើយមានបញ្ញាយល់ដឹងធ្វើដែលទេហ្នឹងគេហៅពោរបស់ដែលប្រសើរដែរបើស្ដាប់ឲ្យគ្មានបញ្ញាអថាអត់បានរបស់ប្រសើរយកពីការស្ដាប់ធ្វើទេសនាទេនេះពោហ្នឹងអញ្ចឹងវិញយ៉ាងវិសាខាដែលសុំពោ8យ៉ាងហ្នឹងគឺទី1ទូលសុំថានឹងសុំប្រគេនសាដកសម្ពុតដែលចំណាំភាសាងូតទឹកភ្លៀងចំពោះព្រះភិក្ខុសង្ឃអានឹងពោទី1ឯនេះសុំបងសុំសាដកនោះមុនគេបងដល់ពោទី2នាងសុំថាអាកន្តកៈភឿនតែសុំធ្វើភឿនធ្វើមហោបប្រគេនដល់ភិក្ខុដែលលោកមកថ្មីភិក្ខុដែលលោកចូលមកនៅថ្មីគេហៅអាកន្តកៈអ្នកដែលនៅក្នុងវត្តយូរហើយគេហៅអាវាសកៈដែលអាត្មានៅវត្តបោគេហៅអាវាសកៈបើភិក្ខុដែលលោកមកពីក្រៅចូលដល់គេហៅអាកន្តកៈលោកដែលមកថ្មីពោទី2នាងសុំថានាងនឹងថ្វាយប្រគេនអាហារដល់ភិក្ខុអាកន្តកៈដែលលោកទៅមកថ្មីព្រោះលោកមិនទាន់ដឹងទីណាស្រុកណាទៅរកអាហារបានឆាន់នឹងយល់ទេបើអញ្ចឹងនាងសុំធ្វើ
ទំនុកបំរុងនៅផ្ទាត់អាហារចំពោះភិក្ខុថ្មីទៅរំលោកស្គាល់ស្រកស្គាល់ភូមិអីរកទៅបិណ្ឌបាតបានខ្លួនឯងអាហ្នឹងពោទី2ពោទី3គមិកភឿនសំប្រគេនភឿនដល់ភិក្ខុដែលលោកមានដំណើរនិមន្តទៅស្រុកណែប្រាសាទបកងក្តីស្រុកសូត្រនិគមក្តីព្រោះដំណើរវាឆ្ងាយនេះសំប្រគេនភឿនដល់លោកធ្វើដំណើរដើម្បីលោកយកទៅឆាន់តាមផ្លូវហ្នឹងអាហ្នឹងពោទី3ពោទី4កិលានភឿនសំប្រគេនភឿនចំពោះភិក្ខុដែលមានជំងឺតែបានទេញោមញាតិភិក្ខុដែលលោកឈឺមានទៅបិណ្ឌបាតទៅរកចង្ហាន់ណាបានឆាន់អត់ទេសំប្រគេនភឿនភិក្ខុដែលមានជំងឺទី5គិលានុបដ្ឋភឿនប្រគេនភឿនដល់ភិក្ខុដែលលោកអ្នករក្សាជំងឺលោកភិក្ខុដែលរវល់រក្សាជំងឺភិក្ខុដែលឈឺទៅមានពេលណាទៅបិណ្ឌបាតអត់ទេបងដល់នាងប្រគេនដល់គិលានុបដ្ឋភឿនហ្នឹងពោទី6ភេសជ្ជៈប្រគេនថ្នាំដល់ភិក្ខុដែលមានជំងឺអង្គណាដែលមានជំងឺក៏នាងដឹងហើយយកថ្នាំមកប្រគេនព្យាបាលឡើងអានឹងពោទី6ទី7ធុវយាគូសំប្រគេនបបរាល់សំប្រគេនបបហ្នឹងរៀងរាល់ថ្ងៃជាប្រចាំដោយញោមញាតតែធ្វើបុណ្យនេះប្រគេនបបព្រឹកវិហាមហ្នឹងហៅយាគូហ្នឹងបងហើយបបនេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាមានអានិសង្សដល់ទៅ10យ៉ាងណាញោមញាតប្រគេនបបលោកហ្នឹងអានិសង្សទី1គឺឲ្យមានអាយុរស់នៅបានដោយសារបបហ្នឹងអានិសង្សទី2ឲ្យមានពើសម្បុរភ្លឺថ្លាល្អកាលណាឆ្អែតទៅវារាងកាយមានសម្បុរល្អកាលណាតែឃ្លានសម្បុរអាប់ហើយញោមញាតមើលមនុស្សឃ្លានបាយឃើញមុខខ្មៅរោលទេកាលណាបបហ្នឹងក៏ធ្វើឲ្យមានពើសម្បុរល្អទី3ធ្វើឲ្យមានសេចក្តីសុខកាលណាបរិភោគឆ្អែតទៅវាសុខអត់មានក្រវល់ក្រវាយអីទេអានេះអានិសង្សទី3ឬអានិសង្សទី4មានកម្លាំងកាយតែឆ្អែតមានកម្លាំងបលាំងបោរៀនសូត្រចម្រើនមេត្តាភាវនាឲ្យបានកម្លាំងអានេះអានិសង្សទី4ទី5ប្រាជ្ញាតែងកើតឡើងតែកាលណាមានកម្លាំងបលាំងបញ្ញាភ្លឺថ្លាហើយញញាតយល់ហើយញញាតយល់ហើយអាត្មាសំដែងយល់ស្ដាប់បានទៅភ្នែកភ្លឺអញ្ចឹងញោមណាមើលតាឯងខំនិយាយបញ្យល់ចង់ងប់ទៅភ្នែកភ្លឺមាត់ឆ្អបើរៈអានិសង្សទី6គឺថាអានិសង្សទី1កំចាត់សេចក្តីឃ្លានឲ្យបាត់ទៅដល់បានណាអានិសង្សទី8ទី7កំចាត់បងនៅសេចក្តីស្រីឲ្យបាត់ទៅដែលស្ងប់ដែរបងទី8ញ៉ាំងខ្យល់ឲ្យដើរស្រួលនៅក្នុងកាយបងពេលនេះឲ្យដើរស្រួលក្នុងសកាយចលនាវាអានិសង្សទី9គឺញ៉ាំងសរសៃឲ្យបានស្អាតដែលទៅធ្វើសរសៃទាំងអស់នោះឲ្យបានស្អាតល្អបងសរសៃដែលសម្រាប់ឲ្យឈាមរត់ក្តីសរសៃដល់ទីសរសៃសាច់ដុំក្តីក៏ស្អាតល្អបងវាអានិសង្សទី10គឺញ៉ាំងភឿនឲ្យរលួយបើបានឆាន់បបរពីព្រឹកឲ្យដល់ថ្ងៃយើងឆាន់អាហារទៅជាតិបបរជួយរំលាយភឿននោះឲ្យចាប់រលាយជានេះជាភេសជ្ជៈព្រះពុទ្ធថាភេសជ្ជៈដែលព្រះសម្មាសម្ពុទ្ធទ្រង់សរសើរហើយនេះបបរណាញោមញាតណាមានអានិសង្ស10យ៉ាងហ្នឹងបងអុយទី8ឧត្តកសាធកៈគឺសម្ពត់ងូតរបស់នាងភិក្ខុនីនេះសម្រាប់ផ្លាស់ងូតទឹកដែរនេះសូមឲ្យញោមញាតពោ8ដែលសូមហ្នឹង
តែនាងវិសាខាធ្វើសំណូមពរ8ចំពោះព្រះអង្គហើយព្រះអង្គទ្រង់ពិចារណាមើលថាតើពុទ្ធពីបុរាណលោកធ្លាប់អនុញ្ញាតអញ្ចឹងដែរទេហើយដល់ប្រមាណព្រឹកឃើញថាពុទ្ធព្រះសម្មាសម្ពុទ្ធពីបុរាណក៏លោកធ្លាប់អនុញ្ញាតដែរបានលោកអនុញ្ញាតនៅពោទាំង8ប្រការនោះប្រទានដល់នាងវិសាខាទៅអានឹងហេតុដំណើរដែលមានសម្ពុទ្ធសាដកហ្នឹងបើមកប៉ុណ្ណឹងមានសំតសាដកដល់សំតសាដកបើថែមពោ7ទៅទៀតហ្នឹងបើបូកទៅលើសាដកនោះបានសម្រេចទាំងអស់ពោសំណូមពរដែលនាងសូមព្រះសម្មាពុទ្ធអនុញ្ញាតឲ្យទាំងអស់នាងក៏អនុមោទនាត្រេកអរអបអរសាទរនៅសំណូមពរដែលនាងបានសុំចំពោះព្រះសម្មាសម្ពុទ្ធដើម្បីនឹងទំនុកបំរុងដល់ព្រះភិក្ខុសង្ឃក្នុងពុទ្ធសាសនាដែលខ្វះខាតនៅសម័យពុទ្ធខ្វះណាស់ដែលអាត្មាសម្ដែងរៀបរាប់ហើយថាគឺទេរត់តែចង្គៀងអុចមិនបានរត់តែដបដាក់ប្រេងក៏មិនបានមកក្រទាំងអស់មានគេយកប្រេងទៅឲ្យហើយអត់អុចដាក់ទៀតអញ្ចឹងចង់ប៊ូហើយរកស្បង់ចពោប៊ូមិនបានទៀតកើតចំនួនចោលគេមិនមែនតែសប្តាហ៍នេះសប្តាហ៍នេះព្រះសង្ឃដែលលោករស់ក្នុងបច្ចុប្បន្នសប្តាហ៍នេះមិនមែនក្រទេណាញោមញាតិសម្បូរណាបងសម្បូរបបោហៀព្រោះញោមញាតិពុទ្ធបរិស័ទនឹងមានទ្រព្យមានសម្បត្តិច្រើននឹងបានជួយទំនុកបំរុងដល់ព្រះសង្ឃឲ្យលោកបានបច្ច័យ4នឹងប្រើប្រាស់គ្រប់គ្រាន់នេះបើនិយាយពីបច្ច័យ4នឹងទៀតញោមហើយនេះញោមញាតិដែលអង្គុយស្ដាប់ធ្វើគ្រប់តែគ្នានេះអើយតែឮពាក្យតែបច្ច័យ4ណោះតែសូត្រមន្តចប់ក្តីទេសនាចប់ដែរតែនឿអាចារ្យបវរណាថាខ្ញុំណាតំណាងលោកនៃម្ចាស់ដើមបុណ្យសំទានបវរណាបច្ច័យ4ចំពោះព្រះគុណម្ចាស់មានចៃវរបិណ្ឌបាតសេនាសនៈភេសជ្ជៈចំពោះលោកម្ចាស់ត្រូវការបច្ច័យណាមួយសូមប្រាប់ខ្ញុំកណាកំណានឹងដោះស្រាយប្រគេននៅសេចក្តីខ្វះខាតបច្ច័យនោះនេះញោមញាតិឲ្យតែឮពាក្យតែបច្ច័យ4ស្មានតែបច្ច័យ4ត្រូវការប្រើតែប្រសង់ទេណាដែលកន្លងមកហើយគឺជឿថាអញ្ចឹងតាមពិតទៅបច្ច័យ4នេះញោមញាតិគណភាសាពុទ្ធទេលោកថាបច្ច័យ4បើភាសាបាលីថាចតុបច្ច័យចតុវ4បច្ច័យហ្នឹងវត្ថុដែលបំបត្តិនៅសេចក្តីស្រេកឃ្លានសេចក្តីអន្តរាយរបស់មនុស្សនោះឲ្យបាត់ទៅហើយធ្វើសេចក្តីសុខចម្រើនរីករាយដល់ជីវិតដែលរស់នៅនឹងឲ្យសប្បាយរីករាយនឹងមានសុភមង្គលព្រោះបច្ច័យ4ហ្នឹងឯងវិញោមញាតឲ្យតែលឺថាត្រូវការតែប្រសង់ទេតាមពិតទៅខ្លួនញោមញាតក៏ត្រូវការដូចតែគ្នាញោមញាតមើលបច្ច័យទី1ប្រសង់ច្បាស់ចពោចុះញោមញាតនោះខអោអង្គុយណាបច្ច័យទី1ដូចតែគ្នាបច្ច័យទី2ប្រសង់អាហារបិណ្ឌបាតវិញញោមបាយសម្លធ្វើផ្ទះរាល់ថ្ងៃហ្នឹងគេណាបច្ច័យទី3ប្រសង់កត់សាលាវិហារវាសម្រាប់ញោមញាតណាផ្ទះសម្បែងគេហដ្ឋានភូមិគ្រឹះវិឡាយណាក៏ក្រឹកក៏ក្រែងហ្នឹងណាហើយបច្ច័យទី4គឺថ្នាំជាបារោគញោមមើលរបស់4យ៉ាងជីវិតឥឡូវញោមអង្គុយគិតវាមិនមែនថាត្រូវការតែប្រសង់ទេបើเราអង្គុយគិតតែខ្លួនញោមត្រូវការឬមិនត្រូវជីវិតជាប់ជំពាក់ក្នុងបច្ច័យ4ហ្នឹងញោមមើលមែនណាអត់ចេះជ្រាបរួចទេពេលឈឺមិនចាំធឺអីធ្ងន់ណែក៏ណាក្តៅខ្លួនផ្ដាសាយហៀសម្បោវិលមកណែរត់ទៅរកប៉ារ៉ាថៃលីណុលអាស្ពីរីនយកមកដែរណាដេកឲ្យជាអត់ទេអាថ្នាំនោះពេទ្យចាំពិបាកឲ្យតែរសាធារណៈទៅអសតការីទៅហ្វាមស៊ីទៅទិញគេលក់ឲ្យយកមកលាបខ្លួនឯងណាជាជំងឺស្រាលបើតែប៉ុណ្ណឹងណាមិនឈឺឲ្យនៅស្ងៀមឲ្យជាឯងទេអានឹងសំឲ្យជ្រាបហើយអាបច្ច័យ4នឹងទៀតមិនត្រូវការប្រើតែព្រះសង្ឃមិនត្រូវការប្រើតែញោមញាតពុទ្ធបរិស័ទអ្នកកាន់សាសនាមនុស្សមកសកលលោក
ញ៉ាំមិននៅមកសកលលោកជាប់តាក់តងបច្ច័យ4ទាំងអស់ញ៉ាំមកបារាំងអាមេរិកកាំងជប៉ុនអីមកស្រុកខ្មែរដែរគេដល់លេងខ្លួននេះមានសម្ពត់បាត់បាំងតែគ្នាអត់តគោក្របីទេដល់លេងខ្លួនញ៉ាំនោះមានវិញញ៉ាំមកអ្នកណាមិនបរិភោគមកហូបអាហារមនុស្សមកពិភពលោកដូចគ្នាគេមកហូបវាខុសគ្នាខ្មែរយើងអាស៊ីនិងយួនខ្មែរយើងពិសាបបទៅបាយទៅបើចិនគុយទាវទៅមីទៅបងអង្គអាហាររបស់គេអីបើជាតិអីចាភ្លេចអីមកអ៊ីតាលីភីហ្សានោះភីហ្សាមូលអីវងនោះហ្នឹងឃើញទៅផ្សាយលក់แล้วអាភីហ្សាមកពេញស្រុកខ្មែរហើយគេដាក់ផ្សាយលក់អាត្មាធ្វើដំណើរតាមស្រុកព្រៃណាគេផ្សាយអាភីហ្សានឹងលក់មកតែយីអាភីហ្សានេះមកហូបអ៊ីតាលីមកចូលឲ្យជ្រៅមកដល់ស្រុកព្រៃមែនហើយបារាំងបរិភោគនំប៉័ងណាញោមញាតិគេមើលអាហារដូចតែគ្នាអារ៉ាអាស្អី hamburger មកអីហ្នឹងបើហូបអាមេរិកកាំងអីទាំងអស់បងគេបរិភោគអញ្ចឹងសត្វតែអាហារទាំងអស់គាត់វាប្លែកគ្នាបើខ្មែរយើងទទួលបានគ្រប់អាហារហើយបើផ្សារសៀមរាបចាំមកហូបអីមកហូបជប៉ុនមកហូបអ៊ីតាលីអូស្ត្រាលីណាក៏មានដែរមកហូបមកចម្រុះនោះបោហូបចូលមកនោះយូរទៅខ្មែរយើងតែភ្លេចភាសាបាយហើយណាបងអាត្មាព្រួយដែរគេយូរទៅភ្លេចបាយទៅជាប់អាភីសាជាប់ស្អីអីហ្នឹងបាត់បាយអស់ហើយអាត្មាជាភ័យដែរណាអូនេះនិយាយពីបច្ច័យ4នឹងវាត្រូវការទាំងអស់ស្រាប់បាននេះញោមញាតិធ្វើដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងវាសកលមិនស្រាប់តែខ្មែរយើងមិនស្រាប់តែព្រះសង្ឃទេណាបងនេះបានមានភាសិតលោកពោលសច្ចੰវេអមតាវាចាពាក្យពុទ្ធសាសនាជាពាក្យពិតពាក្យមិនចេះស្លាប់ពាក្យរបស់ព្រះពុទ្ធគឺវាសច្ចៈណាអត់ចេះស្លាប់ទេសតញ្ចធម្មោនជារៀងឧបេទេធ្វើរបស់សប្បុរសគឺព្រះពុទ្ធជាសប្បុរសមិនចេះចាស់ក្រឹមគ្រាទេចេះតែមានជីវិតរស់នៅលើលោកចេះតែថ្មីទាន់សម័យជានិច្ចនឹងរោគដើមកំណើតធ្វើនោះក៏មិនឃើញទីបញ្ចប់ក៏មិនឃើញយកមកចេះតែមានជីវិតរស់លោកចេះតែតាំងនៅលោកចេះតែថ្មីទាន់សម័យជានិច្ចរបស់ដែលគេធ្វើវាថ្មីល្អទាន់សម័យជានិច្ចអត់ចេះចាស់ទេខ្ញុំគិតមើលរបស់ល្អដោយពីសម័យមុននេះញោមសម្ពុតខោអាវមានតែល្អឯណាព្រោះយើងដល់ស្ងាយគេធ្វើទៅបានគេថាវាចេះតែថ្មីចេះតែទំនើបឡើងសួរថាវាចេះថ្មីទំនើបឡើងព្រោះអីថាព្រោះបញ្ញាព្រះពុទ្ធថាឲ្យតែមានបញ្ញាគេឆ្នៃគេប្រឌិតរបស់អីទៅកើតបានជាព្រះពុទ្ធលោកសម្ដែងឲ្យបរិស័ទពុទ្ធបរិស័ទសន្សំបញ្ញាតែញោមអត់ដឹងថាព្រះពុទ្ធលោកប្រាប់ថាអញសំបញ្ញាទេអត់ដឹងទេបងឲ្យបញ្ញារបស់ញោមញាតិកើតពីការស្ដាប់ការរៀនការសូត្រការត្រេះរិះពិចារណាការសាកសួរអានឹងបញ្ញាដែលយើងសន្សំហើយនេះបានញោមញាតិត្រូវស្ដាប់ធម៌ទេសនាហើយត្រូវធ្វើធម្មសាកច្ឆាការសាកសួរគ្នាណាអ្វីដែលឆ្ងល់សួរអ្នកប្រាជ្ញបណ្ឌិតឲ្យគេដោះស្រាយឲ្យទេបើយើងឆ្ងល់នៅតែទុកល្ងងតែល្ងឹបយកទៅស្រុកខ្មោចវិញតែប៉ុណ្ណឹងឯងអត់ទេអ្វីដែលសង្ស័យត្រូវតែសាកសួរដើម្បីឲ្យអ្នកប្រាជ្ញគេដោះស្រាយឲ្យវាដឹងឡើងនេះបានប្រពន្ធលោកថាឲ្យបរិស័ទមនុស្សទាំងអស់លោកមិនថាបរិស័ទតែឲ្យមនុស្សទាំងអស់សំបញ្ញាតែកាលណាគេមានបញ្ញាគេធ្វើអីក៏កើតដែរបើល្អដែរហើយវាចេះតែល្អទៅវាមិននៅតែដែលទេបងញោមញាតមើលសក្ខីភាពជាស្ដែងទៅមើលប្រាសាទបាយ័នញោមញាតដែរទៅមើលតែមើលប្រាសាទបាយ័នឃើញរូបតែឃើញហើយគិតថាអី
នៅញោមមើលទៅរូបគេឆ្លាក់រូបជីវភាពរបស់ប្រជាពលរដ្ឋញោមមើលមានជីតម្រៃជីរទេះគោជីសេះជីរទេះគោរទេះក្បីហើយមានអ្នកថ្មើរជើងមានរែកទូលតនូលមានបញ្ជីកកូន3កូនដឹកដៃកូនញោមតាមើហើយមានឆ្កែរត់តាមហ្នឹងបងមានឆ្កែអាហ្នឹងគេមិនជាឆ្លាក់ជីវភាពរបស់ប្រជាពលរដ្ឋសម័យនោះតាមបាននេះញោមញាតញោមមានតែមើលគ្រឿងអលង្ការអត់មានល្អដូចយមទេស្លៀកសម្ពត់ទៅស្លៀកពឹងលីអីទៅញោមញាតស្រីក៏លៀកសម្ពត់ទៅក៏លេងខ្លួនទៅទេដែលគាត់បងកពៀននេះតែមិនបានបិទបាំងដោយសពថ្ងៃទេដល់មកក្រោយមកគេកែច្នៃញោមមកជាទៅនៅនឹងចេះបិទបាំងរាងកាយឲ្យស្អាតល្អសម្ពត់ខោអាវអីហើយអាជីសេះក៏លេងមានអាជីតម្រៃក៏លេងមានជីរទេសក៏លេងមានជីសត្វម៉ូតូសត្វឡានណាញោមគេមិនគេកែច្នៃឲ្យវាទំនើបល្អដោយសារអីដោយសារមនុស្សគេមានបញ្ញាអានឹងបាត់អស់ហើយហ្នឹងបងនេះបានពុទ្ធសាសនាថាបដិរូបបដិរូបគឺយើងទាំងអស់គ្នារស់នៅក្នុងប្រទេសដ៏សំគួរណាទីសំគួរគឺប្រទេសដែលគេបង្កើតគ្រឿងសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ឲ្យល្អទំនើបញោមញាតក្រុងសៀមរាបនេះពីឆ្នាំ1950ណាបងផ្លូវក្នុងសៀមរាបនេះចាក់គ្រូក្រហមចាក់ថ្មអីទេមិនតែមានផ្លូវកៅស៊ូអីទេបងពេលបរឡាននោះក៏គ្រូក្រហមអីសឡោះវាថ្មប៉ាន់កំពូលជើងវាភ្លៀងមកច្រោះងើបឡើងដើរចំពប់ជើងនេះអាត្មាស្នាមនៅនេះចំពប់នេះនៅស្នាមនេះដើរទៅរៀនសាលាបឋមសិក្សាសៀមរាបក្រុងនេះ7មករាណាសាលាបឋមសិក្សាដើរទៅចំពប់នេះឆែបជើងនេះនៅស្នាមបន្តិចអនុស្សាវរីយ៍ហ្នឹងដល់សប្តាហ៍ថ្ងៃបាត់អស់មកគេជាកៅស៊ូស្អាតខ្លះគេចាក់បេតុងផងឃើញណាអាហ្នឹងគេបដិរូបកែច្នៃវាស្ពានឆ្លងស្ទឹងសៀមរាបនេះសាច់ឈើទេញោមញាតនោះអាស្ពានត្រង់រុំមកគេស្ពានជេលោកក៏សាងស្ពានមួយតូចនោះកាត់ស្ទឹងអានេះស្ពានវត្តបោថោសាច់ឈើវាស្ពានវត្តតំណាក់ឯហ្នឹងមួយឈើដែរអាហ្នឹងដូចជាវត្តតំណាក់ដូចជាតាពិនអង្គបរតនសម្បត្តិតាន់បុនពេញក៏សាងឈើដែរសត្វតែឈើដល់សុខថ្ងៃបាត់អស់លីញោមញាតមើលមកសត្វតែបេតុងអាហ្នឹងគេបដិរូបធ្វើរបស់ដែលมันល្អឲ្យវាល្អទំនើបឡើងដោយសារបញ្ញាបានពុទ្ធលោកឲ្យយើងទាំងអស់គ្នានេះមនុស្សទាំងអស់ឲ្យសន្សំបញ្ញាតែបញ្ញាកើតមានហើយយើងធ្វើអីក៏បានដោយសារមនុស្សហើយម្យ៉ាងទៀតពុទ្ធលោកសម្ដែងថានៅលើផែនដីក្រមេមានអាណាបកែជាងមនុស្សទេបញ្ញោមញាតថាទេវតាបកែជាងនៅតែមានជំនឿថាទេវតាបកែជាងតែពុទ្ធថាអត់ទេតែទេវតាពុទ្ធលោកមិនបដិសេធទេណាបងអត់មានអញ្ចឹងមែនទេវតាតែកើលោកប្រាប់ហេតុប្រាប់ផលថាទេវតាជាផលទេមនុស្សជាហេតុណាមនុស្សដែលធ្វើទានរក្សាសិលចម្រើនមេត្តាភាវនាហ្នឹងឯងបងដែលជីវិតចុងក្រោយស្លាប់ទៅកើតទេវតាដោយស្វ័យប្រវត្តិទេវតាជាផលមនុស្សជាហេតុឯហ្នឹងទេណាបងវិញញោមទៅសើថាទេវតាអត់ទៅសើមនុស្សធ្វើល្អវិញញោមញាតគេខំរក្សាសិល5ធ្វើទានអីហ្នឹងបែកភាពទេវតាតែបត់ជីវិតទៅកើតទេវតានេះមិនហ្នឹងតែអាណាបកែមនុស្សតាមនុស្សជាហេតុទេវតាជាផលនេះពុទ្ធលោកប្រាប់អញ្ចឹងឲ្យទៅកើតជាព្រំមនុស្សដែលចម្រើនសមាធិធ្វើចិត្តឲ្យប្រព្រឹត្តទៅក្នុងឈានបឋមឈាននៅរូបឈានអស់ជីវិតទៅកើតក្នុងព្រំមានរូបមហេតុពីមនុស្សហើយព្រំអត់រូបមនុស្សដែលចម្រើនឈានអរូបឈានតែអស់ជីវិតទៅកើតក្នុងព្រំអត់រូប4ជាន់ទេខ្ញុំមកទៅតែពីមនុស្សទាំងអស់អត់មានណាទេ
ព្រះសម្មាសម្ពុទ្ធជាបរមគ្រូជាមនុស្សដែលយើងនិយាយกันមើលមកមានណាមានទេវតាមកត្រាស់ដឹងជាពុទ្ធឯណាមនុស្សត្រាស់ដឹងជាពុទ្ធដែលញោមថាសត្ថាទេវមនុស្សសាណាំងព្រះអង្គជាសាស្ត្រាចារ្យនៃទេវតានិងមនុស្សជាគ្រូរបស់ទេវតានិងមនុស្សញោមគិតមើលមែនទេណារតនត្រ័យក្នុងពុទ្ធសាសនាមាន3ទី1គឺព្រះពុទ្ធទី2ព្រះធម៌ទី3ព្រះសង្ឃ2មនុស្សទាំងអស់ព្រះធម៌ជាទ្រឹស្ដីអត់រូបទេគឺសិលសមាធិបញ្ញាហ្នឹងដល់បានញោមញាតិហើយព្រះពុទ្ធលោកសម្ដែងធម៌លោកចែកជា2មួយហៅថាអាគារយវិន័យវិន័យសម្រាប់អ្នកដែលគ្រប់គ្រងផ្ទះគ្រប់គ្រងផ្ទះគឺញោមញាតិហើយមានប្តីមានប្រពន្ធមានកូនអស់ហៅអាគារយវិន័យអើយសំដែងមួយទៀតអនាគារយវិន័យវិន័យអ្នកដែលអត់ផ្ទះអ្នកបួសលោកសង្ឃអត់ផ្ទះតែថាវត្តនេះព្រះអាត្មាមែនទេណាវត្តរបស់ញោមញាតិប្រគិនឲ្យទៅចំពោះព្រះសង្ឃទេគណៈនៅមួយជីវិតតែងាប់ទៅងាប់ហើយណាគេនៅទីអត់មានចែកទៅណាបានដែរនេះវត្តនេះជាសម្បត្តិសាធារណៈសម្រាប់ព្រះសង្ឃនៅក្នុងពុទ្ធសាសនាហ្នឹងគេថាវិន័យដែលអត់ផ្ទះវិន័យអត់មានផ្ទះលោកសំដែងធ្វើឲ្យបដិបត្តិគឺសិលសមាធិបញ្ញាសម្រាប់អ្នកអត់ផ្ទះសិក្សាអត់មានទានទេណាញោមនេះព្រះសង្ឃលោករកអីបានអត់មានទេណាត្រូវរៀនសិលសមាធិបញ្ញាអញ្ចឹងធ្វើរបស់ញោមញាតិជាក្រមមានស្អីថាមានទានណាញោមមានទេព្រោះញោមមានទ្រព្យសម្បត្តិវិញរក្សាសិលឬភាវនានេះមានទាំងពីរនៅលោកសរុបស្រេចមានសមថភាវនានិងវិបស្សនាភាវនាលោកសរុបគ្នាតែបំបែកទៅពីរមានសមថភាវនានិងវិបស្សនាភាវនាពីរអាហ្នឹងចឹងធ្វើសម្រាប់ញោមញាតិវិញលោកសំដែងធ្វើសម្រាប់ឲ្យញោមញាតិនៅគោរពបដិបត្តិទៀតសម្រាប់សង្គមមនុស្សនៅក្នុងគម្ពីរទីខនិកាយបដិកវៈសម្ដែងប្រុសចំពោះសង្គាលកៈមេនុបឬសង្គាលលោវេទសោតនោះសម្ដែងសម្រាប់អ្នកគ្រប់គ្រងផ្ទះម៉ែឪត្រូវសង្គ្រោះកូនប្រមាណយ៉ាងអាត្មាគាត់លើកទេមិនបានសម្ដែងក៏លើកឲ្យស្ដាប់ទេមិនយល់ចង់ស្ដាប់មន្តទីទេបានសម្ដែងទៀតសម្ដែងអស់ឥឡូវបានអីទេថ្ងៃក្រោយលោកសម្ដែងណាម៉ែឪត្រូវសង្គ្រោះកូន5យ៉ាងកូនត្រូវសង្គ្រោះម៉ែឪ5យ៉ាងមេដាត្រូវស្វាមីសង្គ្រោះភរិយា5យ៉ាងភរិយាត្រូវសង្គ្រោះស្វាមី5យ៉ាងទៅវិញទៅមកចឹងតែបានយើងនិយាយមិត្តសម្លាញ់ក៏សង្គ្រោះគ្នាទៅវិញទៅមកនេះសម្រាប់ជាក្រហើហើយប៉ឲ្យលោកសំដែងឲ្យលោកសំដែងពីអបាយមុខនឹងប្រាប់កុំឲ្យសែបគប់មនុស្សពីអីបាទនោះវាដូចថាយើងបានទាំងពីរទាំងព្រះសង្ឃព្រោះលោកសង្ឃអ្នកបួសក៏មានពីលដែរញោមញ៉ាំក៏ប្រយ័ត្នរឿងពីលឡើងលោកសំដែងគ្រប់អស់វែកញែកអត់ច្រឡូតច្រឡំគ្នាទេបើសប្តាហ៍នេះសំដែងតែពីសិលសមាធិបញ្ញាសំដែងតែវិន័យរបស់ព្រះសង្ឃតែអត់ដែលបានសំដែងវិន័យរបស់ញោមញាតិបាទអាត្មាប្រាប់វិន័យរបស់ញោមញាតិផ្សេងមានទានមានសិលភាវនា3ដូចគ្នាប៉ុន្តែចុងក្រោយបំបែកទៅជា2សមថភាវនានិងវិបស្សនាភាវនា4ដូចគ្នាព្រោះញោមញាតិមានកង្វល់ពលពុទ្ធនឹងច្រើនក្នុងជីវិតហ្នឹងញោមញាតិចិត្តល្អណាស់រកបច្ច័យ4បានមកចិញ្ចឹមប្តីប្រពន្ធចិញ្ចឹមកូនឯងផងបំបែកមកចំណេះមកចិញ្ចឹមប្រសងឲ្យវត្តទៀតគេដែរចិត្តល្អក្រខ្លួនមែនទេញោមញាតិចិត្តល្អក្រខ្លួននឹងពួកអសប្បុរសទេដែលមើលតែការធ្វើទានក៏វាមិនបានផលរសាសិលក៏មិនបានផលបានដែរតែពួកលោកអ្នកសប្បុរសលោកយល់តែការធ្វើទានបានផលបានអសង្ឃបានបុណ្យអញ្ចឹងណាបើពួកអសប្បុរសថាអត់ប្រយោជន៍ទេនៅមកឆាប់ក្រ
เราสำได้มันจะโยมอย่างไรโหให้มองมันถ้าสำได้แต่ดอกเนี่ยตีได้ไปยัยด้วยแช่ปะปักปะป้อยมองไปโยมเย็นมันเคลื่อนพอนะลูกพระเจ้าเอ้ยปนเอาให้ยมนักเก่งชังแก่ให้ชอบเจ้าสาวอดหาดันเจ้าเจ้าเต้าไว้ป่ะว่าจังเธอติสนากันองกรรมอิทธิบนตีนประวัติศาสตร์นังสมปวดศาสตร์ดอกนะมันอธิบายเป็นยอลอ๋อเฮ้ยนะโยมเย็นนะก็ไม่หลงง่วงเตียนก็ไม่หลงง่วงเชื่อเป้วันยาเธอติสนาได้สำแดงกันองกรรมอิทธิบนตีนประวัติศาสตร์นังสมปวดศาสตร์ดอกขนองโอกาสนี้ก็ละมงปูซ้ำตามการบิลีให้แต่ธรรมาสมจูนโปดโยมเยกรุกนี้เช่าไอ้ละง่วงไปเรื่องตีนประสานังศาสตร์ดอกที่เต้าอามานะภาษาในพระไอ้ชาวไอ้ละง่วงแต่มันดังก็ท่านละง่วงตลอดดังก็ทำเมียนปัญญาอามานะแล้วสันใดไอ้สนับเต้าเกิดปัญญาปมบัติไอ้ละง่วงได้อดดังน้อยบัดตะวันอามานะเนี่ยธรรมาจูนโปเป็นนางไอ้ต่อเธอติสนาแสดงขณะโอกาสนี้ก็สันนมัตถจบโดยสังเขปแต่ปนัยเอวังสาธุสาธุสา